Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមានម៉ៅមួយ brand ដែរដែលចង់យកមកណែនាំជូនអ្នកទាំងអស់គ្នាហើយ brand នេះដែរគឺជា brand របស់ Attack Shop ដែល លេខកូដរបស់វានោះគឺ X3 Pro ចំពោះម៉ៅនេះដែរគឺវាស័ក្តិសមខ្លាំងបំផុតចំពោះអ្នកលេងហ្គេមជាពិសេសតែម្ដងអញ្ចឹងយើងនឹងមកដឹងពី spec របស់ម៉ៅនេះបន្តិចម៉ៅនេះដែរគឺទម្ងន់របស់វានោះត្រឹមតែ59ក្រាមតែប៉ុណ្ណោះហើយបើនិយាយពី DPI វិញមានរហូតដល់ 26000 DPI ហើយអីកាន់តែពិសេសនោះគឺមានរហូតដល់ 8K polling rate ហើយប្រើប្រាស់ជាមួយនឹង sensor pulse peak ស្អាត3395ម៉ានេះដែរគឺខាងពួកយើងមាន3ពណ៌នៅក្នុង stock ដូចអ្នកគ្នាបានឃើញក្នុងវីដេអូនឹងចឹងហើយបើនិយាយពីថ្មរបស់ម៉ានេះវិញគឺកាន់បានរហូតដល់200ម៉ោងគឺយូរខ្លាំងមែនតើងាយស្រួលក្នុងការប្រើប្រាស់ជាប្រចាំថ្ងៃនឹងតែម្ដងអញ្ចឹងសម្រាប់ connection វិញគឺយើងប្រើប្រាស់បានរហូតដល់3 connection mode មាន Bluetooth USB wireless ហើយនៅចុងក្រោយគេនោះគឺខ្សែ Type C នៅការ design របស់ម៉ានេះវិញគេ design មកបែបតូចហើយស្រាលហើយគេ design មកតាមនេះគឺថ្មវាកាន់បានយូរម៉ោងខ្លាំងមែនតើហើយនឹងស័ក្តិសមខ្លាំងបំផុតចំពោះបងដែលចូលចិត្តលេង game យូរម៉ោងនឹងតែម្ដងសម្រាប់ម៉ានេះដែរគេបាន design មកដែលភ្ជាប់មកជាមួយនឹងដុំ dongle 8K polling rate ផងដែរហើយដុំ dongle នេះតួនាទីសំខាន់របស់វានោះគឺអាចសេរីបានរហូតដល់ 8K polling rate បើអ្នកទាំងអស់គ្នាចង់ប្រើប្រាស់ 8K polling rate អ្នកទាំងអស់គ្នាត្រូវតែដោតខ្សែ Type C ចូលទៅដុំ dongle នេះទើបអាចប្រើប្រាស់ 8K polling rate បានរីឯនៅផ្នែកខាងក្រៅរបស់ម៉ានេះវិញក៏គេបាន design មកដែលភ្ជាប់មកជាមួយនឹងប៊ូតុងដែលកំណត់ទៅលើ connection ហើយនឹងប៊ូតុងកំណត់ទៅលើ DPI នឹងតែម្ដងហើយក៏បានភ្ជាប់មកជាមួយនឹងដុំ USB wireless នៅផ្នែកខាងក្រៅនឹងផងដែរអញ្ចឹងយើងបើកអ្នកទាំងអស់គ្នាមើលនេះគឺជាដុំ USB wireless ដែលគេបានភ្ជាប់មកជាមួយនឹងម៉ៅនឹងតែម្ដងក្រៅពីម៉ៅទាំងអស់គ្នានឹងទទួលបាន accessory មួយចំនួនដូចជាខ្សែ Type C ចំនួន1 sticker ចំនួន2បន្ទះ extra skate និង grip ចំនួន1ដុំ dongle ចំនួន1និងចុងក្រោយគេនោះគឺសៀវភៅណែនាំចំនួន1ផងដែរហើយដែលខ្ញុំឆ្លាញ់ពីម៉ៅមួយ model នេះគឺការ design របស់វាតូចហើយស្រាលនិងមានច្រើនពណ៌ខ្ញុំវាស្រួលក្នុងការជ្រើសរើសហើយក៏បានភ្ជាប់មកជាមួយនឹងដុំ dongle ដែលធ្វើឲ្យម៉ៅនេះប្រើប្រាស់បានរហូតដល់ 8K polling rate វាស័ក្តិសមខ្លាំងបំផុតចំពោះអ្នកដែលលេង game ដូចខ្ញុំជាដើមហើយសម្រាប់ម៉ៅនេះដែរក៏ខាងពួកយើងមាន warranty ឆ្នាំទាំងអស់គ្នាផងដែរមានពីមួយអាទិត្យរហូតដល់1ឆ្នាំនឹងតែម្ដងបើនិយាយពីតម្លៃរបស់ម៉ៅមួយ model នេះវិញគឺមានតម្លៃត្រឹមតែ$54តែប៉ុណ្ណោះអញ្ចឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយ